ស្ត្រីម្នាក់ដែលស្លៀកពាក់យ៉ាងស្អាតនិងមានរូបសម្បត្តិដ៏ស្រស់ឆើតឆាយបានដើរចូលទៅក្នុងហាងតាំងបង្ហាញរថយន្តស្ពណ៌តម្លៃថ្លៃមួយនាងក្រឡេកមើលជុំវិញហើយភ្នែករបស់នាងបានសម្លឹងទៅលើរថយន្តដែលមើលទៅស្អាតនិងលេចធ្លោជាងគេបន្ទាប់មកនាងសួរតថ្លៃអ្នកលក់ឆ្លើយថារថយន្តមួយគ្រឿងនេះតម្លៃ$200,000ដោយមិនស្ទាក់ស្ទើរនាងងក់ក្បាលហើយនិយាយថាខ្ញុំយកមួយនេះខណៈពេលដែលពួកគេកំពុងរៀបចំឯកសារទិញលក់នាងឈប់បន្តិចហើយសួរដោយស្ងាត់ៗថាតើខ្ញុំកំពុងធ្វើអ្វីដែលប្រថុយប្រឋានពេកឬបើអ្នកជាអ្នកលក់តើអ្នកនឹងឆ្លើយយ៉ាងដូចម្តេចបើអ្នកនិយាយថាវាមិនប្រថុយទេនាងអាចគិតថាអ្នកគ្រាន់តែចង់បញ្ចុះបញ្ចូលនាងឲ្យទិញបើអ្នកនិយាយថាវាប្រថុយនាងអាចបដូរចិត្តហើយដើរចេញប៉ុន្តែអ្នកលក់ម្នាក់នោះមិនបានភ័យឬស្ទាក់ស្ទើរឡើយគាត់ញញឹមហើយនិយាយថាលោកស្រីនៅពេលអ្នកបើករថយន្តនេះតាមផ្លូវមនុស្សគ្រប់គ្នានឹងសម្លឹងមើលដោយការកោតសរសើរប៉ុន្តែមានតែអ្នកម្នាក់ទេដែលមានសិទ្ធិកាន់កាប់វាអ្នកដទៃអាចត្រឹមតែស្រមៃចង់បានវាប៉ុណ្ណោះនាងសើចបន្ទាប់មកប្រគល់កាតធនាគាររបស់នាងឲ្យគាត់ហើយបញ្ចប់ការទិញលក់ភ្លាមនេះហើយគឺជាចិត្តវិទ្យាបញ្ច្រាស់ reverse psychology នេះហើយជាវិធីដែលអ្នកលក់អាជីពប្រើដើម្បីលក់ឥឡូវយើងមកបដូរស្ថានភាពវិញនៅពេលអតិថិជននិយាយថាខ្ញុំនឹងគិតមើលសិនហើយអ្នកឆ្លើយថាបានបើចាប់អារម្មណ៍សូមប្រាប់ខ្ញុំកុំកុហកខ្លួនឯងនេះគឺជាការលាហើយអ្នកប្រហែលជាមិនទទួលបានការលក់នោះទេអ្នកលក់ដ៏កំពូលគ្មាននរណាម្នាក់អាចកសាងអាជីពដោយគ្រាន់តែធ្វើខ្លួនសុភាពនិងរងចាំអកម្មនោះឡើយដូច្នេះតើអ្នកគួរនិយាយអ្វីនៅពេលអតិថិជនស្ទាក់ស្ទើរចូលបង្ហាញភាពស្ងប់ស្ងាត់មិនមែនសម្ពាធទេអ្នកអាចនិយាយថាវាជារឿងសមហេតុផលណាស់ការសម្រេចចិត្តល្អមួយត្រូវការពេលគិតពិចារណាប្រសិនបើអ្នកមានអ្វីមិនប្រកបសូមតាក់ទងមកខ្ញុំបាននិយាយជាមួយខ្ញុំដោយត្រង់ទៅខ្ញុំធ្វើការងារនេះយូរមកហើយខ្ញុំរីករាយនឹងផ្ដល់ដំបូន្មានដោយឥតគិតថ្លៃគ្មានលក្ខខណ្ឌអ្វីទេអ្នកលក់ដ៏ពូកែម្នាក់បានចែករំលែកឃ្លាមួយដែលបានជួយគាត់បិទការលក់បានច្រើនរាប់មិនអស់គ្មានល្បិចគ្មានការលាបពណ៌ការពិតលោកស្រីទីផ្សារនឹងបង្ហាញការពិតដោយខ្លួនឯងអានកំបាំងមិនអាចលាក់បានយូរទេយើងអាចកុហកអតិថិជនបានម្ដងប៉ុន្តែយើងមិនអាចកុហកបានរហូតឡើយអ្វីដែលសំខាន់គឺសេវាកម្មគាត់សន្យាជាមួយយើងពីរយ៉ាងទី1អ្នកនឹងមិនសោកស្ដាយចំពោះការទិញពីគាត់ទេទី2នៅពេលមិត្តភ័ក្តិរបស់អ្នកសួរអ្នកនឹងមានទំនុកចិត្តក្នុងការណែនាំពួកគេឲ្យមករកគាត់ហើយនៅពេលមាននរណាម្នាក់និយាយថាវាថ្លៃពេកកុំឆ្លើយភ្លាមថារបស់មានគុណភាពល្អតែងតែថ្លៃអញ្ចឹងហើយនេះជាចម្លើយដែលស្ដាប់ទៅហាក់ដូចជាខ្ជិលខ្លាំងណាស់ផ្ទុយទៅវិញចូលពន្យល់ពីទស្សនៈរបស់ពួកគេជាមុននិយាយថាអ្នកនិយាយត្រូវហើយវាមិនមែនជារបស់ថោកទេប៉ុន្តែតម្លៃក៏វាមិនជារឿងសំខាន់សម្រាប់វាដែរសំណួរពិតប្រាកដគឺតើវាសមនឹងតម្រូវការរបស់អ្នកឬអត់ផលិតផលដែលមិនអាចបំពេញតម្រូវការរបស់អ្នកទោះថោកប៉ុណ្ណាក៏ដោយវានៅតែជារបស់ថ្លៃប៉ុន្តែផលិតផលដែលសមនឹងអ្នកនោះគឺជាតម្លៃពិតទោះបីវាមានតម្លៃខ្ពស់ក៏ដោយយើងមកស្វែងរកជម្រើសដែលសមបំផុតសម្រាប់តម្រូវការនិងថវិការបស់អ្នកនៅពេលគាត់ចាប់ផ្ដើមធ្វើការផ្នែកលក់ដំបូងគាត់ខំប្រឹងធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់អតិថិជនម្នាក់គាត់តែងតែញញឹមតែងតែយល់ព្រមនិងព្យាយាមគប់ចិត្តពួកគេប៉ុន្តែនេះគឺជាការពិតដែលគាត់រៀនបានដោយការលំបាកការលក់មិនមែនជាការធ្វើឲ្យខ្លួនល្អតែមួយមុខទេវាគឺជាការយល់ពីមនុស្សអតិថិជនម្នាក់មានភាពខុសគ្នាប៉ុន្តែមនុស្សគ្រប់ប្រភេទសុទ្ធតែមានវិធីមួយដែលអាចធ្វើឲ្យយើងចូលទៅយល់ពួកគេបានឥរិយាបថរបស់ពួកគេសម្លេងរបស់ពួកគេទឹកមុខការស្ទាក់ស្ទើរនិងសម្បីតែចលនាតិចតួចរបស់ពួកគេសុទ្ធតែអាចមានអត្ថន័យនៅពេលអ្នកយល់ពីវាអ្នកនឹងឈប់លក់ដោយគ្រាន់តែស្មានអ្នកនឹងឈប់ទាយថាអតិថិជនចង់បានអ្វីអ្នកនឹងអាចមើលឃើញថាពួកគេខ្លាចអ្វីពួកគេកំពុងលាក់អ្វីនិងអ្វីដែលជារឿងសម្ងាត់ដែលពួកគេចង់ឲ្យអ្នកនិយាយមិនថាអ្នកធ្វើការផ្នែកលក់ដឹកនាំក្រុមការងារគ្រប់គ្រងទំនាក់ទំនងឬគ្រាន់តែចង់ឈប់ខ្លាចជាមនុស្សដែលតែងតែត្រូវគេយល់ច្រឡំនោះទេអ្នកត្រូវយល់អំពីភាពខុសគ្នារវាងពាក្យខ្ញុំនឹងគិតមើលសិនច្បាស់ណាស់វាគឺជាន័យដែលគេគ្រាន់តែយកមកជំនួសដើម្បីឲ្យគេអាចរកលេសគ្រប់គ្រាន់សម្រាប់ជាវិធីចាក់ចេញពីស្ថានភាពនេះដោយសុភាពប៉ុណ្ណោះនៅពេលនរណាម្នាក់ចិត្តនិយាយថាយល់ព្រមគឺពួកគេគ្រាន់តែត្រូវការការធានានិងការលើកទឹកចិត្តបន្តិចប៉ុណ្ណោះការស្គាល់ភាពតស៊ូឬការមិនយល់ព្រមមុនពេលវាប្រែទៅជាការបដិសេធហើយសំខាន់បំផុតការបង្កើតទំនាក់ទំនងជាមួយមនុស្សនៅកម្រិតកាន់តែជ្រៅក្នុងរយៈពេលកាន់តែខ្លីនៅក្នុងពិភពលោកដែលការចាប់អារម្មណ៍របស់មនុស្សមានរយៈពេលខ្លីហើយការជឿទុកចិត្តក៏កាន់តែរកបានយ៉ាងលំបាក
ការយល់ពីចិត្តមនុស្សផ្ដល់ឲ្យអ្នកនូវជំនាញមួយដែលអាចធ្វើឲ្យមានភាពខុសគ្នាយ៉ាងខ្លាំងការយល់ពីចិត្តមនុស្សការយល់ប្រភេទនេះអាចជួយអ្នកបិទការលក់បង្កើតភាពស្មោះត្រង់និងទទួលបានការគោរពដោយមិនចាំបាច់បង្កើនសម្លេងឬអង្វរឲ្យនរណាម្នាក់យកចិត្តទុកដាក់លើអ្នកឡើយព្រោះនៅពេលអ្នកយល់ពីមនុស្សយ៉ាងពិតប្រាកដអ្នកមិនចាំបាច់បង្ខំពួកគេទេអ្នកណែនាំពួកគេហើយពួកគេនឹងដើរតាមអ្នក